ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបគ្នាជាថ្មីជាមួយនឹងវីដេអូនៃដំណើរកម្សាន្តទៅលេងនៅប្រទេសជប៉ុនឯទីក្រុងអូសាកាដំណើរកម្សាន្តមួយនេះគឺបានព្រៀងទុកចាគឺគម្រោងការតាំងពីខែ4នៅឆ្នាំ2025ក៏ប៉ុន្តែដោយសារយើងនៅមានជាប់រវល់ជាមួយនឹងបនចូលឆ្នាំខ្មែរហើយដំណើរកម្សាន្តមួយនេះផងដែរក៏ភ្ជាប់ជាមួយនឹងការទៅចូលរួមធ្វើនៅអូសាកា Expo ចានេះខ្ញុំចង់នាំក្មេងៗឲ្យគាត់បានទទួលយកបទពិសោធន៍ថាតើអ្វីទៅគឺជាការតាំងពិព័រណ៍ចាអញ្ចឹង Expo នៅកន្លែងគេនេះគឺពិតជាធំមែនចាគឺផ្ទៃដីច្រើនហិកតាមែនតើគ្រាន់តែ booth ដែលធ្វើទីតាំងហ្នឹងគឺមានចំនួនចា164ប្រទេសឯណោះចូលរួមអញ្ចឹងឥឡូវនេះខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជាទៅចូលរួមនៅកន្លែង Expo ហ្នឹងពេលក្រោយចាប៉ុន្តែនៅក្នុងវីដេអូនេះអ្វីដែលនាងខ្ញុំចង់បង្ហាញគឺនាងខ្ញុំចង់នាំអារម្មណ៍បងប្អូនទៅដើរលេងនៅកន្លែងចិញ្ចឹមសត្វជាមួយយើងទាំងអស់គ្នានៅទីក្រុងនេះការធ្វើដំណើរភ្ជាប់ពីទីកន្លែងមួយទៅទីកន្លែងមួយដោយប្រើមធ្យោបាយជិះរទេះភ្លើងហើយនឹងថ្មើរជើងដូច្នេះពីកន្លែងស្នាក់នៅរបស់នាងខ្ញុំមកទល់កន្លែងនេះគឺរយៈពេល30នាទីចាប៉ុន្តែការធ្វើដំណើរត្រូវបានជើងជិះជាមួយនឹងរទេះភ្លើងចាយើងរងចាំរទេះភ្លើងចំនួនប្រហែលជាក្នុង10នាទីហើយយើងដើរបន្តិចគឺមកដល់តែម្ដងចាដើម្បីងាយស្រួលនៅក្នុងការដើរមើលទីតាំងគឺយើងត្រូវមើលចាផែនទីមុនអញ្ចឹងនៅច្រកចូលយើងមើលផែនទីមួយហើយអញ្ចឹងនៅគ្រប់ទីកន្លែងសុទ្ធតែមានផែនទីដែលយើងអាចជ្រើសរើសទីតាំងត្រូវទៅមុនចាប៉ុន្តែគេមានរង្វង់របស់គេសម្រាប់យើងចាផ្លូវចូលហើយនឹងយើងត្រូវដើរទៅកន្លែងណាទៀតប៉ុន្តែបើយើងចង់រំលងមួយកន្លែងឬក៏ពីរកន្លែងក៏បានដែរដោយសារតែយើងមានផែនទីសម្រាប់យើងកំណត់ថាយើងចង់ទៅឬក៏មិនចង់ទៅព្រោះសត្វមួយចំនួនបងប្អូនឃើញស្រេចទេថានៅស្រុកខ្មែរយើងក៏មានដែរដូច្នេះក៏បងប្អូនមួយចំនួនខ្ញុំឃើញថាគាត់ក៏អត់ចូលដែរដោយសារជាកន្លែងដូចមើលខ្លាមើលអីចឹងចាចំណែកក្រុមរបស់គ្រួសារខ្ញុំចូលទៅគឺមើលចន្លោះដូចគ្នាដែរបងប្អូនប៉ុន្តែមិនមែនចន្លោះច្រើនដូចថា1 2អីតែប៉ុណ្ណោះចាប៉ុន្តែពិតជាចាប់អារម្មណ៍មែនតើដោយសារតែនៅទីនេះខ្ញុំឃើញដូចជាមានគេហៅថាជ្រូកព្រៃជ្រូកទឹកជ្រូកអីច្រើនកន្លែងនេះគឺជាកន្លែងចិញ្ចឹមសត្វជីរ៉ាហ្វប៉ុន្តែជាក់ស្ដែងគេបានដឹកជីរ៉ាហ្វហ្នឹងគឺទៅមួយទឹកបាត់ហើយប៉ុន្តែបានជាមកដល់ហើយគឺយើងចូលមើលបន្តិចទៅឃើញថានៅខាងក្នុងនេះមានអីផ្សេងទៀតដែលយើងមើលអាចមើលបានក្រៅពីសត្វជីរ៉ាហ្វប៉ុន្តែចូលទៅទូទីស្អាតចាបន្ទាប់មកទៀតបងប្អូនយើងនាំគ្នាក៏ចេញមកខាងក្រៅវិញកូនចង់ឃើញសត្វជីរ៉ាហ្វប៉ុន្តែមិនដឹងមកប៉ុន្មានមិនជីរ៉ាហ្វមកវិញមិនឃើញគេបិទផ្លាកថាម៉ោង11នេះគឺគេយកទៅងូតទឹកតោះតែម៉ោង1មិនគេយកមកវិញអញ្ចឹងមិនដឹងថាគេមួយទឹកនៅកន្លែងណាប្រហែលជាច្រើនអញ្ចឹងហើយបានជាត្រូវមួយទឹកយូរឥឡូវនេះគឺនាងខ្ញុំបានមកកន្លែងទៀតណាចាអញ្ចឹងនេះខ្ញុំនឹងអត់បានបញ្ចូលសម្លេងទៀតទេទុកឲ្យបងប្អូនមើលនៅទស្សនវិជ្ជាហើយនឹងសម្លេងពិតតែម្ដងចាសូមបងប្អូនអញ្ជើញដោយរីករាយចាPicture of German Shepherd dog. Anh sạch ấy cái sạch tôi chứ? Mr. Panda. Oh, panda. Wow. Red panda. A panda? Is it red panda? Ta phim mấy rồi cho dừng mắt thì là dừng thôi viên nó không lẹ còn bằng tê nha mưa khơi nha
อันนี้สัตว์ไอ้เก๋ Sắt âu. อ๋อเหรอ Tí tươi. Đang tí tươi đang miếng. Quán hết đây bây giờ. ติดตัวได้เคยสักหมกไปจังไงเนี่ยนี่จะได้อ่ะไอ้เก๋ปะตีนนิ่งเลี้ยยังดอยเจ้า No, Medina. The rabbit. This is turtle. Yeah, turtle. Anh ấy qua lạc mông nồng. ចាពេលនេះដើរក៏គ្មានគេហេបាយអញ្ចឹងនៅកន្លែងបកពីកន្លែងស៊ូនតិចទៅគឺគេមានម្ហូបចាអញ្ចឹងហើយក៏នាំគ្នាដើរត្រឡប់មកផ្ទះវិញមកតាមផ្លូវចូលគឺគេមានហាងច្រើនបងប្អូនអញ្ចឹងអរគុណបងប្អូនដែលបានចូលរួមទស្សនាហើយនឹងជួបគ្នានៅវីដេអូក្រោយជម្រាបលា